សម្រាប់ខ្សែជីវិតរបស់គូម៉ាគឺពិតជាមានភាពខ្មៅងងឹតជាងអ្វីដែលយើងបានដឹងកាលពីកន្លងមកទៀតអញ្ចឹងថ្ងៃហ្នឹងគឺយើងនឹងមកនិយាយបន្ថែមទៀតដែលតាក់ទងជាមួយនឹងប្រវត្តិខ្លះៗជាមួយនឹងតួអង្គគូម៉ាហើយមិនត្រឹមតែប៉ុណ្្នឹងឯងនៅក្នុងវីដេអូហ្នឹងគឺខ្ញុំនឹងនិយាយអំពីតួអង្គ Sun God Nika ដែលយើងស្គាល់ថាគឺជា Joy Boy ហើយនឹងរឿងផ្សេងទៀតដែលតាក់ទងទៅជាមួយនឹង God Valley ក៏ដូចជាសាវតាមួយចំនួនដែលតាក់ទងទៅជាមួយនឹង Shane ជាដើមហើយបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងកាន់តែច្បាស់តោះទៅជាមួយខ្ញុំទាំងអស់គ្នាស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាសម្រាប់ការវិលត្រឡប់មកវិញជាមួយនឹងវីដេអូថ្មីអញ្ចឹងថ្ងៃនេះគឺយើងវិលត្រឡប់មកជួបគ្នាម្ដងទៀតជាមួយនឹង Anime Radio KH ហើយ topic ថ្ងៃនេះគឺយើងនឹងនិយាយរឿងមួយចំនួនដែលបានបង្ហាញចេញនៅក្នុង manga chapter ទី1095សម្រាប់បើកក្បាលដំបូងជាមួយនឹង chapter ទី1095ហ្នឹងគឺមានចំណងជើងថា Better of Death in this world ដែលវាបកប្រែជាភាសាខ្មែរថាប្រសើរជាងស្លាប់នៅក្នុងលោកនេះហើយតាក់ទងជាមួយ cover page គឺយើងបានឃើញជាមួយនឹងតួអង្គ Baggy គាត់ដេញចាប់ជាមួយនឹងស្វាមួយដោយសារតែស្វាហ្នឹងគាត់បានលួចជាមួយនឹងអាចមោះពណ៌ក្រហមរបស់គាត់ហ្នឹងហើយរឿងដំបូងបំផុតដែលយើងនឹងមកនិយាយអំពី chapter ហ្នឹងគឺយើងនឹងនិយាយអំពីតួអង្គ Senji ដោយសារតែការវីដេអូមុនកាលពី chapter ទី1094គឺខ្ញុំបាននិយាយថានៅក្នុង chapter ទី1095ហ្នឹងភាគរយដែល Senji នឹងវាយជាមួយនឹង Saturn ហ្នឹងគឺមានភាគរយខ្ពស់មែនតើក៏ប៉ុន្តែគ្រាន់តែរហូតទៅមិនទាន់ដល់ Saturn ផងគាត់បានហូរឈាមតាមច្រមុះរបស់គាត់នៅពេលដែលគាត់ប្រឹងឈ្មោះរហូតទៅវាយជាមួយនឹង Saturn ដើម្បីជួយនឹង Bonnie ហ្នឹងអញ្ចឹងបានន័យថាកន្លែងហ្នឹង Senji គាត់អាចចូលទៅគៀកនឹង Saturn បានទេព្រោះបើសិនជាគាត់ចូលទៅគៀកបន្តិចទៀតហ្នឹងនឹងអាចធ្វើឲ្យក្បាលគាត់ផ្ទុះក៏អាចថាបានដែរនិយាយទៅគឺសាហាវមែនទែនតាក់ទងជាមួយនឹងថាមពលរបស់ Saturn ហើយបើសិនជាយើងកលេចទៅមើលការប្រកួតគ្នារវាង Kizaru ហើយនិង Luffy ហ្នឹងគឺដល់កយអ្នកទាំងពីរហ្នឹងគឺធ្លាក់ខ្ពកខ្ពាកទៅដល់ដីតែម្ដងដោយ Kizaru គាត់បានសុំទោសទៅកាន់ Saturn ថាគាត់អត់អាចបន្តងើបឈរវាយបានទៀតទេដោយសារតែគាត់ត្រូវមកដៃរបស់ Luffy គឺ knock តែម្ដងអញ្ចឹងគឺគាត់សុំពេល Saturn បន្តិចដើម្បីសម្រាកហើយប្រមូលកម្លាំងមកវិញនិយាយទៅតាក់ទងជាមួយនឹងថាមពល attack របស់ Luffy វាយទៅលើ Kizaru ម្ដាយគឺសាហាវមែនទែនហើយបើសិនជាយើងកលេចទៅមើល Luffy ក៏ដូចគ្នាការដោតជាមួយនឹង limit របស់គាត់ហ្នឹងគាត់អត់អាចកម្រើកខ្លួនបានតទៀតទេគឺគាត់ដេកស្ប៉ាបទៅលើដីដូចគ្នាហើយបន្ទាប់មកយើងក៏បានឃើញជាមួយនឹង Saturn គាត់រៀបនឹងវាយទៅលើ Luffy ក៏ប៉ុន្តែបានការជួយអន្តរាគមន៍ពី Frankie ដែល Frankie គាត់បានធ្វើការជួយទៅលើ Luffy ឲ្យគេចផុតពីការវាយរបស់ Saturn ហើយបន្ទាប់មកទៀតយើងក៏បានឃើញជាមួយនឹងតួអង្គ Bonnie គាត់បានស្ដីបន្ទោសទៅកាន់ Saturn ថាដោយសារតែគាត់ហ្នឹងឯងបានជា Kuma ត្រូវបានគេធ្វើបាបហើយឬក៏អាចថាស្លាប់ក៏ថាបានដោយសារតែ Kuma ហ្នឹងរាងកាយរបស់គាត់ទាំងមូលត្រូវបាន Dr. Vegapunk យកមកធ្វើការពិសោធន៍សឹងតែថារាងកាយរបស់ Kuma ទាំងមូលហ្នឹងបាត់បង់ជាមួយនឹងញៀនឬក៏អាចនិយាយបានថាសារជាតិជាមនុស្សបើយើងនិយាយឲ្យខ្លីឲ្យងាយយល់ទៅគឺ Kuma គាត់ប្រៀបដូចជាមនុស្សយន្តមួយទៅហើយដែលមនុស្សដែលគ្មានវិញ្ញាណគ្មានអីចឹងហើយបន្តមកទៀតសាច់រឿងរបស់យើងក៏បានកាត់សម័យទៅដល់ព្រឹត្តិការណ៍ដែលបានកើតឡើងកាលពី47ឆ្នាំមុនដែលសាច់រឿងមួយហ្នឹងគឺវាបានកាត់ឡើងទៅលើ Sword Kingdom ដែលមានទីតាំងនៅសមុទ្រខាងត្បូងនៅក្នុងរឿង One Piece ហើយពេលហ្នឹងយើងក៏បានឃើញជាមួយនឹងការចាប់កំណើតឬក៏ការកើតឡើងនៅវត្តមានរបស់ Kuma ហើយនៅក្នុង chapter មួយហ្នឹងក៏យើងបានឃើញជាមួយនឹងតួអង្គវត្តមានរបស់ឪពុក Kuma ដែលមានឈ្មោះថា Clap ហើយនៅពេលដែល Kuma បានកើតហ្នឹងយើងក៏បានឃើញជាមួយនឹងឪពុករបស់គាត់ហ្នឹងបាននិយាយទៅកាន់ Doctor ហ្នឹងតាក់ទងទៅជាមួយនឹងឈាមជ័ររបស់ Kuma ហើយ Doctor ក៏បាននិយាយទៅកាន់ Clap ថាកុំអារម្មណ៍គាត់នឹងមិននិយាយអំពីរឿងហ្នឹងប្រាប់ណាគេទាំងអស់បន្តមកទៀតយើងក៏បានឃើញសម្លេងស្រែកទៅកាន់ Clap ដែលជាឪពុករបស់ Kuma ហ្នឹងប្រាប់គាត់ឲ្យរត់គេចចេញពី Island ហ្នឹងទៅព្រោះដោយសារតែ World Government ហ្នឹងកំពុងមកតាមចាប់គាត់ជាមួយនឹងគ្រួសារគាត់ទៅហើយអញ្ចឹងតាក់ទងជាមួយចំណុចកន្លែងហ្នឹងហេតុអីបានជា World Government មកតាមធ្វើការចាប់ខ្លួនគ្រួសាររបស់ Clap ហើយនិង Kuma សម្រាប់បញ្ហាហ្នឹងគឺតាក់ទងទៅជាមួយនឹងឈាមជ័ររបស់ Kuma ហើយនិងឪពុករបស់គាត់ដោយសារតែ Clap គឺជាតួអង្គម្នាក់ដែលមានឈាមជ័រជា Buccaneer ហើយ Buccaneer ត្រូវបានយើងស្គាល់ថាគឺជាក្រុមឬក៏ជាកសម្ព័ន្ធមួយដែលបានធ្វើការប្រយុទ្ធប្រឆាំងតវ៉ាក៏ដូចជាប្រព្រឹត្តនៅរឿងអក្រិតកម្មជាច្រើននៅកាលពីអតីតកាលហើយបន្ទាប់មកទៀត Clap Kuma ជាមួយនឹងម្ដាយរបស់គាត់នឹងត្រូវបាន World Government នឹងចាប់ខ្លួនធ្វើជាទីស្កបម្រើទៅដល់ពួក Celeste Dragon ឬក៏ World Nobel ហ្នឹងនិយាយទៅតាក់ទងជាមួយនឹងខ្សែជីវិតរបស់ Kuma គឺវេទនាតាំងពីកើតតែម្ដងអាចនិយាយបានថាគាត់គឺជាមនុស្សម្នាក់ដែលកំសត់ឬក៏ជាមនុស្សម្នាក់ដែលមានជាមួយនឹងសាច់រឿងវេទនាជាងគេនៅក្នុងរឿង One Piece ហ្នឹងហើយរហូតមកដល់ឈុតឆាកកន្លែងមួយយើងឃើញជាមួយនឹងការសន្ទនារវាង Clap ហើយនិង Kuma បាននិយាយគ្នាដោយពួកគាត់ទាំងពីរបានយំអោបគ្នាហើយគាត់ក៏បានប្រាប់ទៅកាន់ Kuma ថាម្ដាយរបស់គាត់ហ្នឹងគឺបានស្លាប់ហើយ Clap ក៏បានបន្ត
និយាយថាការស្លាប់របស់ម្ដាយគាត់នឹងគឺជារឿងមួយដែលល្អហើយព្រោះបើសិនជាគាត់នៅរស់គឺគាត់អាចនឹងរងទុក្ខវេទនាជាងនឹងទៅទៀតហើយបន្ទាប់មកទៀតនឹងយើងក៏បានមកដល់ចំណុចមួយដែលរសើបមែនទែនគឺ Clave បាននិយាយទៅកាន់គូម៉ាថានឹងមានអ្នកចម្បាំងដ៏អស្ចារ្យម្នាក់នឹងមកជួយពួកយើងហើយតាក់ទងជាមួយនឹងមនុស្សម្នាក់ដែល Clave បាននិយាយប្រាប់ទៅកាន់គូម៉ាហ្នឹងគឺ The Sun God Nika ដែលត្រូវយើងបានស្គាល់ថាគឺជា Joy Boy ហើយតាក់ទងជាមួយនឹងសាច់រឿង Joy Boy ហ្នឹងបើសិនជាយោងទៅតាម manga chapter មួយហ្នឹងគឺ Clave បានបញ្យល់ទៅកាន់គូម៉ាថា The Sun God Nika ហ្នឹងគឺជា Legendary Warrior បានន័យថាគឺជាអ្នកចម្បាំងបុព្វបុរសមួយដែលជាសាច់រឿងនិយាយតគ្នារបស់ក្រុមឬក៏របស់កុលសម្ព័ន្ធ Bacania ហ្នឹងអញ្ចឹងតាក់ទងជាមួយចំណុចកន្លែងហ្នឹងធ្វើយើងអាចដឹងថា The Sun God Nika ឬក៏ Joy Boy ហ្នឹងអាចនឹងមានសាច់ឈាមឬក៏គាត់គឺជាមនុស្សម្នាក់ឬក៏ជាបុព្វបុរសម្នាក់ដែលមានឈាមជ័រនៅក្នុងក្រុមឬក៏កុលសម្ព័ន្ធ Bacania ហ្នឹងហើយបើសិនជាយើងមើលទៅ Clave ជាមួយនឹង Kuma គឺគាត់គឺជា fan គឺជា big fan មែនទែនរបស់ The Sun God Nika ហ្នឹងហើយបន្ទាប់មកទៀតហ្នឹងពួកគេទាំងពីរក៏បានធ្វើការរាំលេងច្រៀងសប្បាយដែលឪពុករបស់ Kuma បានធ្វើជាចង្វាក់ភ្លេងរបស់ The Sun God Nika ដើម្បីធ្វើការរាំសប្បាយក៏ប៉ុន្តែដោយសារតែការរាំច្រៀងសប្បាយរបស់គាត់ហ្នឹងគឺធ្វើឲ្យមានការរំខានទៅដល់ពួក Celestial Dragon ហើយបន្ទាប់មកហ្នឹង Celestial Dragon ក៏ធ្វើការបាញ់សម្លាប់ទៅលើ Clave តែម្ដងនិយាយទៅ Celestial Dragon ហ្នឹងគឺពិតជាពួកដែលព្រៃផ្សាយគឺជាពួកដែលមិនសមនឹងរស់ហ្មងនិយាយទៅកាលពីមុនយើងគិតថា Celestial Dragon ហ្នឹងគឺជាមនុស្សដែលអាក្រក់ក៏ប៉ុន្តែនៅពេលដែលសាច់រឿងបន្តមកបង្ហាញម្ដងបន្តិចគឺពិតជាធ្វើឲ្យយើងដឹងថាមនុស្សទាំងអស់ហ្នឹងគឺរឹតតែអាក្រក់ជាងនឹងទៅទៀតហើយមិនត្រឹមតែប៉ុណ្្នឹងទេបន្ទាប់ពីបាញ់សម្លាប់ទៅលើ Clave ហើយយើងក៏បានឃើញជាមួយនឹងរឿងរ៉ាវដ៏គួរឲ្យស្អប់ខ្ពើមមែនតើអ្នកទាំងអស់គ្នានិយាយទៅគឺសាច់រឿងបានបង្ហាញពីព្រឹត្តិការណ៍ដែលកើតឡើងកាលពី38ឆ្នាំមុនដែលវាស្មើនឹង9ឆ្នាំបន្ទាប់ពី Kuma គាត់បានកើតអញ្ចឹងបានន័យថាសាច់រឿងហ្នឹងគឺកើតឡើងនៅពេលដែល Kuma គាត់មានអាយុ9ឆ្នាំហើយពេលហ្នឹងយើងបានឃើញជាមួយនឹងពួក World Nobel ឬក៏ Celestial Dragon ហ្នឹងបាននិយាយថាពួកគេហ្នឹងបានរងចាំអស់រយៈពេលជាយូរជារៀងរាល់3ឆ្នាំម្ដងហើយនៅពេលដែលរៀងរាល់3ឆ្នាំម្ដងពួកគេតែងតែប្រារព្ធពិធីមួយហើយពិធីហ្នឹងគឺគេហៅថា The Native Hunting Competition ហើយអ្នកទាំងអស់គ្នាឃើញកម្មវិធីគេហ្នឹងគឺជាកម្មវិធីដែលគួរឲ្យស្អប់ខ្ពើមខ្លាំងមែនទែនដែលពួក Celestial Dragon ហ្នឹងបានប្រមូលជាមួយនឹងពួកទាសករឬក៏យើងហៅថា Slave ហ្នឹងមកធ្វើការប្រមាញ់កាប់សម្លាប់ដើម្បីឯណារាប់ជាពងរាប់ជាអីរហូតអ្នកឈ្នះអាណាណីនិយាយទៅគឺតប៉ែមែនទែនពួកហ្នឹងនិយាយទៅគឺខូខើហ្មងសម្លាប់មនុស្សក៏អត់ញើតដៃមែនទែនហ្មងហើយតាក់ទងជាមួយនឹងទាសករដែលពួកហ្នឹងចាប់យកទៅធ្វើការលេងហ្គេមហ្នឹងគឺក៏មាន Kuma នៅក្នុងហ្នឹងដែរហើយពេលហ្នឹងឯដែលពួក Celestial Dragon ហ្នឹងបាន announcement ថាទីកន្លែងដែលពួកគេនឹងប្រារព្ធពិធីហ្នឹងគឺនៅឯ God Valley អញ្ចឹងមានថាទីតាំងកោះណាក៏ដោយឲ្យតែអត់ស្ថិតក្រោមការគ្រប់គ្រងរបស់ World Government គឺពួក Celestial Dragon ហ្នឹងអាចមានសិទ្ធិជ្រើសរើសទីតាំងមួយហ្នឹងធ្វើជាកន្លែងដើម្បីប្រារព្ធពិធីដ៏ស្មោកគ្រោករបស់គេហ្នឹងហើយ God Valley ឬក៏មានឈ្មោះថាThe Valley of God ហ្នឹងគឺជាកន្លែងដែលមានសម្បូរហូរមានដោយសម្បត្តិធម្មជាតិជាច្រើនហ្នឹងហើយនៅពេលដែលពួកគេបានទៅដល់ហ្នឹងយើងក៏បានឃើញលេចឡើងនៅវត្តមានតួអង្គមួយទៀតដែលត្រូវយើងបានស្គាល់ថាគាត់គឺជាមនុស្សម្នាក់ដែលធ្វើការដឹកនាំក្រុម Hollow Knight ដោយមនុស្សម្នាក់ហ្នឹងគឺមានឈ្មោះថា Sien Fergalen Galing ដែលវត្តមានរបស់តួអង្គមួយហ្នឹងត្រូវបានបង្ហាញដំបូងក៏ប៉ុន្តែវត្តមាននៅពេលដែលគាត់បង្ហាញដំបូងហ្នឹងគឺ appearance របស់គាត់ហ្នឹងគឺរៀងចំណាស់ហើយគ្នាយើងជាច្រើនក៏បាន prediction ថាគាត់អាចនឹងមានទំនាក់ទំនងទៅជាមួយ Seng ឬក៏រហូតដល់មាន theory ជាច្រើនបាននិយាយថា Fergalen ហ្នឹងគឺជាឪពុករបស់ Seng ទៅទៀតហើយនៅក្នុង chapter នេះគឺយើងបានឃើញជាមួយនឹង appearance ឬក៏បង្ហាញខ្លួនរបស់គាត់ហ្នឹងគឺការពីគាត់នៅពីក្មេងហើយបើសិនជាយោងទៅតាមទឹកមុខរបស់គាត់ក៏ដូចជាទម្រង់មុខរបស់គាត់គឺពិតជាដូចសេងមែនតើអ្នកនរគ្នាគ្រាន់តែថាសក់របស់គាត់ហ្នឹងមិនដឹងម៉ូតស្អីទេដូចជាម៉ូតប្រច័ណ្ឌមកចំណិតកាត់មកជាហៀងមួយទេនិយាយទៅគឺប្លែកមែនតើមិនដឹងថាគាត់លាបជាហួយអស់ប្រហែលក្លងទេសក់ហ្នឹងហើយបើសិនជាគាត់ពុតសក់គាត់ទៅក្រោយឬក៏ធម្មតាវិញគឺ 90% ដូចសេងមែនតើហើយលើសពីនឹងទៅទៀតយើងក៏បានឃើញជាមួយនឹងវត្តមានរបស់ Saint Saturn ដូចគ្នាដែល appearance របស់គាត់ហ្នឹងកាលពីក្មេងហ្នឹងគឺស្តៀងទៅជាមួយនឹង appearance របស់គាត់តែបង្ហាញឥឡូវអញ្ចឹងនិយាយទៅទម្រង់មុខក៏ដូចជាសក់ឬក៏ការស្លៀកពាក់ផ្សេងៗរបស់គាត់ហ្នឹងគឺដូចបេះបិទទៅជាមួយនឹង appearance ពេលដែលគាត់ចាស់អញ្ចឹងនិយាយទៅគឺដូចគ្នាហើយនៅចុង chapter យើងក៏បានឃើញជាមួយនឹងពួកទាសករមួយក្រុមធ្វើការតាមចាប់ជាមួយនឹង Kuma ត្រឡប់មកវិញដោយសារតែ Kuma ហ្នឹងបានព្យាយាមរត់គេចពីអា competition ឈួតរបស់គេហ្នឹងហើយបន្ទាប់មកយើងក៏បានឃើញជាមួយនឹងតួអង្គពីរនាក់ផ្សេងទៀតដែលតួអង្គទី1ហ្នឹងគឺ Emporio Ivanko ហើយនឹងតួអង្គមួយទៀតដែលជាតួអង្គថ្មីស្រឡាំងតែម្ដងគឺមានឈ្មោះថា Ginny អញ្ចឹងតាក់ទងជាមួយនឹងការបង្ហាញខ្លួនរបស់ Ivanko ជាមួយនឹង Ginny ហ្នឹងគឺការបង្ហាញខ្លួនពេលដែលពួកគាត់នៅពីក្មេងហើយពួកគេទាំងពីរហ្នឹង
ก็จี slave ก็จีตีสกอร์ระบบพวก Celestial Dragon ដូចគ្នាហើយតាក់ទងជាមួយនឹងវត្តមានរបស់ Ginny បានបន្សល់ទុកជាមួយនឹងការងើយឆ្ងល់ជាច្រើនទៅដល់ fan One Piece ទាំងអស់រហូតដល់តែមានទស្សនៈឬក៏ការលើកឡើងផ្សេងៗគ្នាថា Ginny គឺជាប្រពន្ធរបស់ Kuma អញ្ចឹងបានន័យថា Bonnie ដែលជាកូនរបស់ Kuma ហ្នឹងក៏ត្រូវជាកូនរបស់ Ginny ដូចគ្នាអញ្ចឹងយេអ្នកទាំងគ្នាវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយបើសិនជាមាន information នៃ update បន្ថែមទៀតគឺយើងចាំជួបគ្នាបន្តទៀតជាមួយនឹងវីដេអូក្រោយបាយបាយ